ชีวิตរបស់មនុស្សនៅលើពិភពលោកនេះអាត្មាបញ្ជាក់ត្រឹងតិចបងត្រូវទីពឹងនៅវត្ថុ4យ៉ាងសម្រាប់ជីវិតរបស់មនុស្សវត្ថុ4យ៉ាងនេះក្នុងពុទ្ធសាសនាលោកថាបច្ច័យ4ហើយញោមញាតឲ្យតែលឺថាបច្ច័យ4គឺថាបច្ច័យ4សម្រាប់ប្រសង់លោកត្រូវការប្រើប្រាស់ញោមញាតតែងធ្វើបុណ្យបច្ច័យ4ហើយលោកអាចារ្យតែងបវារណាបច្ច័យ4ចំពោះប្រសង់ហ្នឹងពាក្យតែបច្ច័យ4ភាសាបាលីប្រែជាខ្មែរតែវត្ថុដែលធ្វើឲ្យសេចក្តីអន្តរាយកើតមានដល់យើងបាត់ទៅឲ្យជីវិតយើងបានសេចក្តីសុខព្រោះបច្ច័យ4ហ្នឹងឯងតែពីមុនមកញោមញាតអត់គិតថាញោមញាតដែលមានជីវិតរស់នៅត្រូវការពាក្យពន្ធក្នុងបច្ច័យ4ដែរអត់ឲ្យបានគិតទេបងឯណាអាត្មាជម្រាបចាំបច្ច័យ4មិនសម្រាប់តែប្រសង់ទេឲ្យតែមនុស្សនៅលើផែនដីទាំងអស់ជាតិណាក៏ត្រូវការបច្ច័យ4ទាំងអស់អានេះអាត្មាប្រាប់ហើយញោមញាតពិនិត្យមើលទៅបារាំងអាមេរិកកាំងដែលមកស្រុកយើងណាញោមញាតមើលបច្ច័យទី1ប្រសង់គឺស្បង់ជ័យបសម្រាប់ញោមញាតនោះគឺខោអាវសម្លៀកបំពាក់ហ្នឹងអាហ្នឹងក៏បច្ច័យដែរបល័យហ្នឹងញោមមានណាមួយដើរលេងខ្លួនទៅទេដោយគោដោយក្របីហ្នឹងអត់មានទេក្រយ៉ាងម៉េចក៏ត្រូវតែមានសម្ពត់វ័នបិទបាំងកេខ្មាស់រាងកាយដែរទៅតាមសមត្ថភាពញោមញាតដែលក្រខ្សត់នៅទៅទិញខោអាវទៅជុះខោមួយអាវមួយ 12000 20000យកមកបិទបាំងរាងកាយសម្រាប់ញោមញាតដែលមានទ្រព្យសម្បត្តិគេមិនប្រើប្រាស់ទេខោអាវទៅជុះហ្នឹងមានខោអាវដែលមានតម្លៃជាងហ្នឹងគេយកមកប្រើប្រាស់ញោមញាតគិតមើលមកណាជារួចណាអានោះបច្ច័យទី1ហើយបច្ច័យទី2ព្រះសង្ឃណាអាហារបិណ្ឌបាតញោមញាតគឺបាយទឹកសម្លហ្នឹងបាទទី2ហើយទី3គេហដ្ឋានព្រះសង្ឃមានកុដិសាលាវិហារញោមញាតមានផ្ទះសម្បែងបច្ច័យទី4គឺថ្នាំសម្រាប់ព្យាបាលរោគវេលាដែលយើងមានជំងឺឡើងដែលណាមានជំងឺដេកចាំឲ្យជាឲ្យតែឈឺក្បាលក្តៅខ្លួនរត់រោប៉ារ៉ាថៃលីណុលអាស្ពីរីនយកមកលេបបំបត្តិនេះវត្ថុ4យ៉ាងនេះចាំបាច់សម្រាប់ជីវិតរបស់មនុស្សនៅលើសាកលលោកនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងញោមយល់ហើយពីមុនមិនមែនតែយល់អីទេឬតែបច្ច័យ4ថាសម្រាប់តែប្រសង់ទេថ្ងៃណាអាត្មាប្រាប់តែមនុស្សទាំងអស់ត្រូវការទាក់ទងក្នុងបច្ច័យ4បើបច្ច័យ4នេះគ្រប់គ្រាន់ជីវិតរបស់ញោមញាតរស់នៅប្រកបដោយសេរីសួស្តីជ័យមង្គលតែខ្វះបច្ច័យ4នេះគឺរងទុក្ខឯប៉អត់បានសោកទេនៃជីវិតហ្នឹងព្រោះញោមញាតដែលភាសាមកនេះបានតែមកបង្វិចមកទេអត់បានយកអង្គយកអីមកទេមកបានអកអោមកបង្វិចមកទ្រព្យសម្បត្តិចោលទាំងអស់ម្ល៉េះហើយបានជាអាត្មាភាពព្រមទាំងប្រសង់ទូទាំងប្រទេសមានសម្ដេចព្រះអគ្គមហាសង្ឃរាជទៅបដីសម្ដេចសង្ឃនាយកសម្ដេចគ្រប់ព្រះអង្គព្រះមេគន្ធ25ខេត្តក្រុងព្រះសង្ឃទូទាំងប្រទេសហ្នឹងប៉នៅមិនស្ងៀមទេប៉ឃើញសេចក្តីទុក្ខរបស់ញោមញាតអដល់ទីទៅទៀតគឺប្រមុខរាជរដ្ឋាភិបាលមានសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីជាប្រធានរដ្ឋាភិបាលនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងមន្ត្រីរាជការគ្រប់ទាំងអស់ធ្លាក់ដល់មកសេដ្ឋីកហបតីអ្នកអញ្ញាមានសម្បត្តិទ្រព្យទាំងអស់មានសេចក្តីព្រួយបារម្ភប៉ុណ្ណឹងសេចក្តីសោករបស់ញោមញាតដែលភាស្រកចេញហ្នឹងទាំងព្រះសង្ឃអាត្មាក៏បានក្រើនរំលឹកអំពាវនាវរកជំនួយសប្បុរសដើម្បីយកមកជួយដល់ញោមញាតហ្នឹងហើយព្រះសង្ឃនិងញោមញាតគឺរួមសុខរួមទុក្ខជាមួយគ្នាញោមញាតកើតទុក្ខព្រះសង្ឃក៏កើតទុក្ខជាមួយញោមដែរញោមព្រះសង្ឃលោកកើតទុក្ខញោមញាតក៏កើតទុក្ខជាមួយព្រះសង្ឃដែរនេះបរិស័ទទាំងពីរនេះត្រូវតែរួបរวมសាមគ្គីនឹងគ្នានេះសូមឲ្យញោមញាតជ្រាប